កម្មវិធីនេះសហការឧបត្ថម្ភដោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឱសថគីណាជាឱសថសម្រាប់បញ្ចុះកម្ដៅបំបត្តិអាការៈឈឺចុកចាប់ផ្សេងៗនិងពីរ៉ាមីតជាទីភ្នាក់ងារបកប្រែនាំមុខគេជំរាបសួរលោកស្រីនាងកញ្ញាខ្ញុំសូមអរគុណលោកអ្នកដែលបានបើកស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំង RFE នៅពេលនេះម៉ោង 7 ព្រឹកកម្មវិធីព័ត៌មានដោយលីមេងហួរចិនផ្ដល់ជំនួយ$1 លានដល់រដ្ឋាភិបាលកម្ពុជាក្នុងគ្រោះទឹកជំនន់នៅថ្ងៃទី4វិច្ឆិកាតុលាការស្លាវតូប្រកាសសេចក្តីសម្រេចលើសំណុំរឿងក្តីអតីតអភិបាលក្រុងបាវិតលោកជុកបណ្ឌិតបាញ់ស្ត្រីកម្មករ3នាក់ឲ្យរងរបួសនួនជាប្រកាសទទួលខុសត្រូវខាងសិលធម៌និងសុំទោសជនរងគ្រោះតែសុំឲ្យតុលាការដោះលែងរូបលោកចំណែកខៀវសំផនបដិសេធការចោទប្រកាន់របស់សហគ្រាសអាជ្ញាអាវុធគីមីរបស់សេរីត្រូវបានអង្គការអន្តរជាតិគ្រប់គ្រងបានទាំងស្រុងហើយកោជកម្មនៅឥណ្ឌូនេស៊ីទាមទារដំឡើងប្រាក់ខែអបបរមា RFI រដ្ឋាភិបាលចិនបានផ្ដល់ជំនួយ$1 លានដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជាជំនួយរបស់ចិននេះត្រូវបានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកស្រីប៊ូជាងហ្គូនាំយកទៅជូនលោកនាយរដ្ឋមន្ត្រីហ៊ុនសែនក្នុងជំនួបកាលពីល្ងាចថ្ងៃប្រហ័សទី31តុលាលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានជម្រាបទៅកាន់ឯកអគ្គរដ្ឋទូតចិនថាជំនួយជាទឹកប្រាក់$1 លាននេះនឹងត្រូវប្រើប្រាស់សម្រាប់ទិញអង្ករប្រគល់ឲ្យកាកបាទក្រហមកម្ពុជាយកទៅចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់កាលពីខែកញ្ញាដែលបានបង្កដោយទឹកភ្លៀងនិងទឹកទន្លេមេគង្គបានប៉ះពាល់ធំធេងដែលគិតជាទឹកប្រាក់ជាង$1,000 លាននិងបានសម្លាប់មនុស្ស168នាក់អ្នកស្លាប់ដោយគ្រោះទឹកជំនន់ម្នាក់ត្រូវបានរដ្ឋាភិបាលផ្ដល់ប្រាក់$1 លានថ្លែងនៅក្នុងអង្គសវនកម្មបិទបញ្ចប់ការសួរដេញដោលសំណុំរឿង002វគ្គទី1កាលពីព្រឹកថ្ងៃប្រហ័សលោកនួនជាបងធំទី2នៃរបបខ្មែរក្រហមបានប្រកាសទទួលខុសត្រូវខាងសិលធម៌ចំពោះអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហមលោកបានសុំទោសចំពោះជនរងគ្រោះព្រមទាំងប្រជាជនកម្ពុជាទូទាំងប្រទេសនិងបានគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហមក៏ប៉ុន្តែលោកនួនជាបានអះអាងថាលោកមិនបានជាប់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋកម្មទាំងនោះទេលោកបានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់និងដោះលែងលោកឲ្យមានសេរីភាពប៉ែនបូណារាយការណ៍ពីស្ដាថ្លែងទៅកាន់អង្គសវនាការនៅព្រឹកនេះលោកនួនជាអតីតប្រធានសភាប្រជាជននិងដែលគេហៅថាជាបងធំទី2ក្នុងរបបខ្មែរក្រហមបានច្រានចោលទាំងស្រុងរាល់ការចោទប្រកាន់របស់សហគ្រាសអាជ្ញាមកដល់ពេលនេះលោកស្រីសហគ្រាសអាជ្ញាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបំពេញធាតុផ្សំបទល្មើសដែលបានចោទប្រកាន់ដាក់បន្ទុកមកលើរូបខ្ញុំជាបឋមលោកនួនជាបានបញ្ជាក់ឡើងវិញថាលោកគ្មានតួនាទីជាអ្នកសម្រេចចិត្តអ្វីទេហើយក៏មិនបានជាប់ពាក់ព័ន្ធទៅនឹងការកាប់សម្លាប់មនុស្សក្នុងរបបខ្មែរក្រហមដែរក្រៅតែពីការបង្ហាញអំពីតួនាទីដែលមិនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់នួនជាក៏បានការពារខ្លួនចេញពីការចោទប្រកាន់ផ្សេងៗរបស់សហគ្រាសអាជ្ញាដោយលើកអំណះអំណាងថានៅគ្រប់សម័យកាលនៃការដឹកនាំរបស់កម្ពុជាសុទ្ធតែមានអំពើហិង្សាកាប់សម្លាប់មនុស្សរាប់ចាប់តាំងពីសម័យអាណានិគមនិយមបារាំងរហូតមកការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជាដែលសម្លាប់មនុស្សជាច្រើនក៏ត្រូវបានលោកនួនជាលើកឡើងដែរក្នុងន័យនេះបងធំទី2ក្នុងរបបខ្មែរក្រហមអះអាងថាការចាប់រូបលោកឲ្យទទួលខុសត្រូវតែម្នាក់ឯងនិងទុកឲ្យអ្នកផ្សេងទៀតដូចជាសហរដ្ឋអាមេរិកវៀតណាមនិងមេដឹកនាំខ្មែរមួយចំនួនទៀតរួចខ្លួនគឺជាអំពើអយុត្តិធម៌មួយលោកបានហៅតុលាការដែលកំពុងតែកាត់ទោសរូបលោកនៅពេលនេះថាជាការស្វែងរកយុត្តិធម៌សម្រាប់អ្នកឈ្នះតែប៉ុណ្ណោះក្រៅពីការថ្លែងការពីខ្លួនឯងនួនជាក៏បានការពីគោលនយោបាយបកកុម្មុយនីសកម្ពុជាផងដែរគោលនយោបាយបកកុម្មុយនីសកម្ពុជាដែលនួនជាអះអាងថាគ្មានបំណងកាប់សម្លាប់ប្រជាជននិងដាក់ប្រជាជនឲ្យទៅជាទេសករទេផ្ទុយទៅវិញបកកុម្មុយនីសកម្ពុជាមានគោលនយោបាយរំដោះប្រជាជនចេញពីរបបទេសភាពនិងពីការឈ្លានពានរបស់បរទេសបកកុម្មុយនីសកម្ពុជាមិនបានចាត់ទុកប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញជាខ្មាំងដោយការចោទប្រកាន់របស់សហរាជអាជ្ញាទេជួយទៅវិញប្រជាជនដែលរស់នៅទីក្រុងភ្នំពេញទៅនេះភាគច្រើន
ជាកម្មករកសិករអនុធនបញ្ញាជននិងបុគ្គលស្នេហាជាតិ បើយោងតាមនួនជាអំពើវិនិស្សកម្មកាប់សម្លាប់ក្នុងរបបខ្មែរក្រហមគឺបណ្ដាលមកពីថ្នាក់ដឹកនាំរបស់បកកុម្មុយនីសកម្ពុជាឬកម្មាភិបាលថ្នាក់ក្រោមមិនបានល្អដោយអ្នកខ្លះមិនស្មោះត្រង់និងអ្នកខ្លះទៀតក្តាប់គោលនយោបាយរបស់គណៈបកមិនបានចំណែកឯថ្នាក់លើរវល់ជាប់កិច្ចការនៅទីក្រុងភ្នំពេញមិនសូវបានចុះទៅពិនិត្យឲ្យបានដិតដល់នៅការងាររបស់ថ្នាក់ក្រោមក្រៅពីនោះលួនជាក៏បានលើកហេតុផលមួយទៀតគឺមកពីភ្នាក់ងាររបស់អាមេរិកនិងវៀតណាមបង្កប់នៅក្នុងជួរបកកុម្មុយនីសកម្ពុជាពួកគេបានព្យាយាមលាក់បាំងនិងរាយការណ៍ភូតកុហកទៅថ្នាក់លើយ៉ាងណាក៏ដោយនួនជាបានប្រកាសទទួលខុសត្រូវខាងសិលធម៌ចំពោះអ្វីដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមដោយសារតែការគ្រប់គ្រងមិនបានល្អរបស់បកកុម្មុយនីសកម្ពុជាលោកក៏បានប្រកាសសុំទោសជាសាធារណៈចំពោះជនរងគ្រោះនិងប្រជាជនកម្ពុជាទូទាំងប្រទេសនួនជាក៏បានថ្លែងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ផងដែរ ទោះបីជាយ៉ាងណាខ្ញុំនឹងទៅសម្ដែងនៅការសោកស្ដាយជាទីបំផុតនិងសូមទទួលខុសត្រូវផ្នែកសិលធម៌ចំពោះជនរងគ្រោះទាំងអស់និងប្រជាជនកម្ពុជាទាំងមូលដែលបានទទួលរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែជាចុងក្រោយលោកបានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់និងដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ ចំណែកលោកខៀវសំផនអតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យក៏បានឡើងថ្លែងដោយខ្លីដោយបានបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់របស់សហព្រាញ្ញាលោកខៀវសំផនសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថាលោកមិនដែលបានប្រព្រឹត្តដោយការចោទប្រកាន់ទាល់តែសោះលោកខៀវសំផន ដោយស្រឡះពីការដែលបានលើកឡើងនៅក្នុងសវនាការនេះខ្ញុំមិនដែលបានចូលរួមធ្វើផែនការដែលនាំបង្កឲ្យមានទុក្ខវេទនាទាល់តែសោះគឺមិនដែលទាល់តែសោះមិនដែលទាល់តែសោះនេះជារឿងតែមួយគត់ដែលខ្ញុំអាចនិយាយនៅថ្ងៃនេះពីព្រោះវាជាការពិតប៉ុន្តែមានអ្នកណាចង់ស្ដាប់ខ្ញុំឡើយនៅចំពោះមុខការមិនរវល់អើពើដល់ការខិតខំពន្យល់របស់ខ្ញុំចំពោះមុខលក្ខខណ្ឌដំណើរការនៃតុលាការនេះខ្ញុំមានអារម្មណ៍ថាទោះបីខ្ញុំខំនិយាយពន្យល់យ៉ាងណាក៏ដោយក៏គេនៅតែមិនយកចិត្តទុកដាក់ស្ដាប់ខ្ញុំឡើយគ្រប់គ្នាចង់បានតែយ៉ាងគត់ពីខ្ញុំគឺការសារភាពសិក្សាទៅតាមអ្វីដែលគេចោទមកលើខ្ញុំហើយការចោទប្រកាន់នោះទៀតក៏ជាការចោទប្រកាន់លើអំពើដែលខ្ញុំមិនបានប្រព្រឹត្តទាល់តែសោះ ខ្ញុំសូមបញ្ជាក់ថាបន្ទាប់ពីបើកសវនាការអស់រយៈពេល222ថ្ងៃរួចមកសវនាការក្នុងសំណុំរឿង002វគ្គទី1បានចប់ទាំងស្រុងហើយកាលពីថ្ងៃប្រហ័សទី31តុលាសំណុំរឿង002វគ្គទី1និយាយអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិតាមរយៈការជំលិះប្រជាជនដោយបង្ខំនិងការកាប់សម្លាប់ទាហាននិងអតីតមេដឹកនាំនៃរបបលន់នល់នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់ខ្លួនសហព្រាញ្ញាបានស្នើសុំតុលាការដាក់ទោសជនជាប់ចោទនួនជានិងខៀវសំផនឲ្យជាប់ពន្ធនាគារអស់មួយជីវិតក៏ប៉ុន្តែក្រមមេធាវីការពារជនជាប់ចោទក៏ដូចជាជនជាប់ចោទផ្ទាល់ដែរបានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់និងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញសារក្រមនៃសំណុំរឿងក្តីនេះត្រូវបានគេរំពឹងថាគ្រោងនឹងប្រកាសនៅឆ្នាំ2014 កាលពីរសៀលថ្ងៃទី31តុលាម្សិលមិញចៅក្រមតុលាការស្លាវតូក៏បានបើកសវនាការលើសំណុំរឿងក្តីអតីតអភិបាលក្រុងបាវិតលោកឈុបបណ្ឌិតបាញ់ស្ត្រីកម្មករកាត់ដេរ3នាក់ឲ្យរងរបួសធ្ងន់កាលពីខែកុម្ភៈឆ្នាំ2012បន្ទាប់ពីការសាកសួរជនរងគ្រោះសាក្សីនិងមេធាវីទាំងពីរភាគីរួចមកចៅក្រមបានប្រកាសថាសេចក្តីសម្រេចលើសំណុំរឿងក្តីនេះនឹងត្រូវប្រកាសនៅថ្ងៃទី4វិច្ឆិកាជាការកត់សម្គាល់នៅក្នុងសវនាការនៅតុលាការស្លាវតូកាលពីរសៀលថ្ងៃប្រហ័សម្សិលមិញមិនមានវត្តមានរបស់លោកឈុបបណ្ឌិតដែលត្រូវបានតុលាការខេត្តស្វាយរៀងកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ1ឆ្នាំកន្លះពីបទថាបានបង្ករបួសស្នាមដោយអចេតនានោះទេអវត្តមានរបស់លោកឈុបបណ្ឌិតនាំឲ្យមានប្រតិកម្មពីអង្គការសង្គមស៊ីវិលខាងសិទ្ធិមនុស្សនិងសហជីពកម្មករលោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍លម្អិតជុំវិញប្រតិកម្មទាំងនេះនៅពេលបន្តិចទៀត
និយាយពីបកប្រឆាំងវិញប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីកាលពីថ្ងៃប្រហ័សបានប្រកាសថាលោកនឹងទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដរបស់បកប្រឆាំងក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះភាពជាប់គាំងនយោបាយបច្ចុប្បន្នជាការជជែកចរចាដែលប្រធានគណៈបកប្រឆាំងលោកសំរងស៊ីទាមទារឲ្យធ្វើឡើងដោយបើកចំហនិងដើម្បីជៀសវាងការបកស្រាយខុសពីឆន្ទៈឬក៏គំនិតដើមរបស់ភាគីទាំងពីរយើងស្ដាប់គឹមយុទ្ធនាក្នុងសន្និសីទសារព័ត៌មានលោកសំរងស៊ីថ្លែងថាគណៈបកសង្គ្រោះជាតិនៅតែមានឆន្ទៈចង់ឲ្យមានការជជែកគ្នាឡើងវិញរវាងតំណាងមន្ត្រីជាន់ខ្ពស់គណៈបកទាំងពីរដោយមានការជួបជជែកគ្នាដោយផ្ទាល់ដោយត្រង់ទៅត្រង់មកក្នុងការស្វែងរកផ្លូវកណ្ដាលណាមួយដើម្បីដោះស្រាយភាពជាប់គាំងនយោបាយបច្ចុប្បន្ននេះលោកសំរងស៊ីឲ្យដឹងថាការពិភាក្សានោះត្រូវតែធ្វើឡើងឲ្យមានតម្លាភាពដោយស្នើអនុញ្ញាតឲ្យមានអ្នកសារព័ត៌មានចូលរួមដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជនដើម្បីបញ្ជៀសនូវការយល់ច្រឡំពីសាធារណជននិងការគម្រាមចាក់ផ្សាយខ្សែអាត់នៃការពិភាក្សាពីភាគីណាមួយនោះយ៉ាងណាក៏ដោយលោកសំរងស៊ីមិនបានបញ្ជាក់ការបរិច្ឆេទនៃការចរចាត្រូវធ្វើឡើងនៅពេលណានោះទេក៏ប៉ុន្តែលោកបញ្ជាក់ថាគណៈបកសង្គ្រោះជាតិនឹងដាក់លក្ខខណ្ឌមួយចំនួនទៅដល់គណៈបកប្រជាជនកម្ពុជាតែមិនមែនជាលក្ខខណ្ឌដាច់ខាតនោះទេវាគ្រាន់តែជាសំណូមពរទៅដល់ភាគីមួយទៀតដើម្បីពិចារណាតែប៉ុណ្ណោះចំណែកលោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងសន្និសីទថាបើទោះបីជាគណៈបកសង្គ្រោះជាតិបង្ហាញពីបំណងនិងសុឆន្ទៈនៃការចរចាជាមួយគណៈបកប្រជាជនក៏ដោយក៏ប៉ុន្តែគណៈបកសង្គ្រោះជាតិមិនបោះបង់ចោលបេសកកម្មរបស់ខ្លួននោះទេជាបេសកកម្មដែលលោកកឹមសុខាបញ្ជាក់ថាមានដូចជាការតស៊ូមតិការធ្វើញាត់ប្រមូលស្នាមមេដៃការធ្វើបាតុកម្មនិងបេសកកម្មការទូតនានាជាដើមគួរបញ្ជាក់ថាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈបកនយោបាយទាំងពីរធ្លាប់បានជួបចរចាគ្នាពីលើករួចមកហើយកាលពីថ្ងៃទី16និង17ខែកញ្ញាកន្លងទៅក៏ប៉ុន្តែការចរចានោះមិនទាន់អាចបញ្ចប់បាននៅភាពជាប់គាំងនយោបាយនៅកម្ពុជានោះទេដោយសារតែគណៈបកសង្គ្រោះជាតិធ្វើពហិការចូលរួមប្រជុំសភាលើកដំបូងនិងមិនទទួលស្គាល់រដ្ឋសភានិងរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីប្រទេសនិយាយភាសាបារាំងនៃសាធារណរដ្ឋកុងហ្គោរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកហៅនំហុងនឹងដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសនិយាយភាសាបារាំង Francophonie លើកទី29ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី7ដល់ថ្ងៃទី8ខែវិច្ឆិកាខាងមុខនៅទីក្រុងប៉ារីសប្រទេសបារាំងបន្ទាប់ពីសន្និសីទនោះលោកហៅនំហុងនឹងដឹកនាំគណៈប្រតិភូទៅចូលរួមស្ដាប់ការប្រកាសសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបកស្រាយសារក្រមឆ្នាំ1962ទាក់ទងទៅនឹងប្រាសាទព្រះវិហារដែលប្រព្រឹត្តទៅនៅថ្ងៃទី11វិច្ឆិកានៅទីក្រុងឡាអេប្រទេសហូឡង់ដោយឡែកកម្ពុជានិងសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រុមការងារគំនិតផ្ដួចផ្ដើមមេគង្គក្រោមដែលមានការចូលរួមពីប្រទេសឡាវមីយ៉ាន់ម៉ាថៃវៀតណាមកម្ពុជាបូកនិងសហរដ្ឋអាមេរិកកិច្ចប្រជុំនោះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី6ដល់ថ្ងៃទី7វិច្ឆិកានៅក្រុងសៀមរាបកិច្ចប្រជុំ2ថ្ងៃនោះរដ្ឋាភិបាលជាសមាជិកទាំង6នឹងពិភាក្សាលើវិស័យមួយចំនួនដូចជាកសិកម្មអប់រំធម្មពលបរិស្ថាននិងបញ្ហាសុខភាពជាដើមសេចក្តីថ្លែងការណ៍រួមនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយយើងផ្ដើមព័ត៌មានអន្តរជាតិដោយនិយាយពីអាវុធគីមីរបស់ស៊ីរីត្រូវបានអង្គការអន្តរជាតិគ្រប់គ្រងបានទាំងស្រុងនៅមួយថ្ងៃមុនកាលកំណត់អង្គការអន្តរជាតិដើម្បីការហាមឃាត់អាវុធគីមីបានប្រកាសឲ្យដឹងជាផ្លូវការកាលពីថ្ងៃប្រហ័សទី31ដុល្លារថាគេបានចូលគ្រប់គ្រងនិងបិទចាក់សោលមិនឲ្យរដ្ឋាភិបាលស៊ីរីអាចយកអាវុធគីមីនិងវត្ថុធាតុគីមីទៅប្រើប្រាស់បានទៀតទេនេះជាដំណឹងវិជ្ជមានមួយសម្រាប់សន្និសីទអន្តរជាតិទី2ដើម្បីស្វែងរកសន្តិភាពនៅស៊ីរីដែលត្រូវធ្វើនៅទីក្រុងហ្សឺណែវនៅចុងខែវិច្ឆិកានេះជាងបុប្ផាជូនព័ត៌មានពិស្ដាអង្គការដើម្បីហាមឃាត់អាវុធគីមីបានធ្វើការងារឲ្យស័ក្តិសមទៅនឹងរង្វាន់ Nobel សន្តិភាពដែលខ្លួនបានទទួលកាលពីដើមខែតុលានេះនៅមុនពេលកំណត់មួយថ្ងៃដែលត្រូវចប់នៅថ្ងៃទី1វិច្ឆិកានេះអង្គការនេះបានបង្ហាញថាគេបានចូលគ្រប់គ្រងបាន 100% លើរាល់វត្ថុធាតុគីមីទាំងជាង 1000 តោននិងអាវុធគីមី290 តោនផ្សេងទៀតដែលរដ្ឋាភិបាលស៊េរីបានលួចផលិតនិងមានស្តុកទុករហូតមកតាមការពន្យល់របស់អ្នកនាំពាក្យរបស់អង្គការដើម្បីការហាមឃាត់អាវុធគីមីដែលមានទីតាំងនៅទីក្រុងឡាអេអំណះតទៅគ្រាប់បែកគីមីទាំងអស់នឹងមិនអាចចេញពីរោងចក្រផលិតអាវុធគីមីរបស់រដ្ឋាភិបាលស៊េរីទៀតទេ
សមាជិករបស់អង្គការមួយនេះបានប្រើវិធីសាស្ត្រជាច្រើនដែលនឹងអាចរារាំងមិនឲ្យអ្នកជំនាញស៊ីរីអាចលាបផ្សំជាតិគីមីដើម្បីយកទៅដាក់នៅក្នុងអាវុធគីមីតទៅទៀតនៅក្នុងចំណោមទីតាំងផលិតអាវុធគីមីទាំង23ដែលរដ្ឋាភិបាលស៊ីរីបានបង្ហាញប្រាប់នោះអង្គការអន្តរជាតិបានបិទចាក់សោដែលគេមិនអាចកត់បានឬក៏ត្រូវបំផ្លាញបានចំនួន21ទីតាំងនៅពេលដែលទីតាំងពីរផ្សេងទៀតត្រូវបានរាយការណ៍ថាមានគ្រោះថ្នាក់និងគ្មានអាវុធគីមីសំខាន់ទៀតឡើយយោងតាមអ្នកនាំពាក្យរបស់អង្គការដើម្បីការហាមឃាត់អាវុធគីមីពីពេលនេះដល់ថ្ងៃទី15ខែវិច្ឆិកាខាងមុខអង្គការត្រូវរៀបចំបង្កើតផែនការមួយដើម្បីបំផ្លាញអាវុធគីមីទាំងស្រុងឬក៏ត្រូវបន្សាបវាឲ្យអស់ប្រសិទ្ធភាពនៅប្រទេសស៊ីរីប្រតិបត្តិការបំផ្លាញទាំងស្រុងនឹងចាប់ផ្ដើមពីពាក់កណ្ដាលខែវិច្ឆិការហូតដល់ថ្ងៃទី30ខែមិថុនាឆ្នាំ2014ពលគឺចាប់ពីខែមិថុនាឆ្នាំក្រោយទៅអាវុធគីមីនឹងលែងមានតទៅទៀតហើយនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃប្រហ័សប្រជាជនឥណ្ឌូនេស៊ីរាប់សែននាក់បាននាំគ្នាធ្វើកោតកម្មនៅតំបន់ឧស្សាហកម្មជាក្រុងហ្សាកាតាដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែអបបរមាឲ្យពួកគេឥណ្ឌូនេស៊ីមានសេដ្ឋកិច្ចនាំមុខគេនៅអាស៊ីអាគ្នេយ៍ប៉ុន្តែអត្រាប្រាក់ខែកម្មករស្ថិតនៅក្នុងចំណោមប្រាក់ខែដែលទាបបំផុតក្នុងពិភពលោកគឺមានប្រមាណជាង140អឺរ៉ូព្រំសៀនសូលីណារាយការណ៍ព័ត៌មាននេះនៅទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃប្រហ័សនេះប្រជាជនឥណ្ឌូនេស៊ីរាប់ម៉ឺននាក់បាននាំគ្នាលើកបដានៅតំបន់ឧស្សាហកម្មបេកាស៊ីដែលជាតំបន់ឧស្សាហកម្មសំខាន់ក្នុងប្រទេសពួកគេទាមទារឲ្យប្រាក់ខែអបបរមារបស់ពួកគេដែលមានត្រឹមតែ130អឺរ៉ូនោះបានឡើង 50% បន្ថែមទៀតព្រោះថាប្រាក់ខែនោះមិនគ្រប់នឹងចំណាយលើថ្លៃផ្ទះនិងថ្លៃហូបចុកប្រចាំថ្ងៃនោះទេយោងតាមសហជីពការងារក្នុងចំណោមប្រជាជន250លាននាក់ក្នុងប្រទេសមានប្រជាជន2លាននាក់បានធ្វើកោតកម្មឈប់ធ្វើការងារក្នុងនោះមាន7សែននាក់នៅក្រុងចាកាតាប៉ុន្តែប៉ូលីសប្រាប់ថាអ្នកធ្វើកោតកម្មឈប់ធ្វើការមានតែ6សែននាក់ប៉ុណ្ណោះនិងក្នុងក្រុងចាកាតាហើយនៅទូទាំងប្រទេសមានតែខ្ទង់ពាន់នាក់ប៉ុណ្ណោះពលគឺតិចជាងការប៉ាន់ស្មានរបស់សហជីពការងារឥណ្ឌូនេស៊ីមានសេដ្ឋកិច្ចនាំមុខគេនៅអាស៊ីអាគ្នេយ៍ប៉ុន្តែអ្នកធ្វើការទទួលបានប្រាក់ខែទាបយោងតាមសមាគមអ្នកធ្វើការងារឥណ្ឌូនេស៊ី Apindo ប្រាក់ខែរបស់អ្នកធ្វើការនៅឥណ្ឌូនេស៊ីបច្ចុប្បន្នមានប្រមាណ143អឺរ៉ូប៉ុណ្ណោះកាលពីឆ្នាំមុននៅចាកាតាមានការដំឡើងប្រាក់ខែឲ្យពួកគេបាន 44% រួចមកហើយសហជីពការងារចង់ឲ្យប្រាក់ខែអបបរមាបានឡើងដល់241អឺរ៉ូពលគឺឡើងជិត 70%សហគ្រាសនានារំពឹងថាការដំឡើងប្រាក់ខែអបបរមាក្នុងកម្រិតខ្ពស់អាចធ្វើឲ្យអ្នកវិនិយោគបរទេសនានាលែងចង់វិនិយោគនៅឥណ្ឌូនេស៊ីដោយងាកទៅរកប្រទេសផ្សេងទៀតដូចជាប្រទេសចិនវៀតណាមម៉ាឡេស៊ីឬក៏ភូមាជាដើមព្រោះថានៅទីនោះប្រាក់ខែកម្មករមានតម្លៃទាបគួរឲ្យចាប់អារម្មណ៍ការតវ៉ាក៏កើតមានដែរនៅទីក្រុងបាងកកប្រទេសថៃបាតកោថៃរាប់ពាន់នាក់បានជួបជុំគ្នាកាលពីល្ងាចថ្ងៃប្រហ័សតាមការអំពាវនាវរបស់គណៈបកប្រឆាំងដែលបានប្រកាសប្រម៉ែប្រមូលប្រជាជនថៃឲ្យធ្វើបាតកម្មប្រឆាំងទៅនឹងច្បាប់លើកលែងទោសដែលសភាថៃចាប់ផ្ដើមពិភាក្សានៅថ្ងៃប្រហ័សយើងបញ្ចប់ព័ត៌មានអន្តរជាតិដោយនិយាយពីសហរដ្ឋអាមេរិកកាសែតប្រចាំថ្ងៃ Washington Post របស់អាមេរិកបានចុះផ្សាយនៅថ្ងៃពុធថាទីភ្នាក់ងារសន្តិសុខជាតិអាមេរិកNSA បានចាប់យកទិន្នន័យរបស់គេហទំព័រ Google និង Yahoo ដើម្បីអាចចូលទៅមើលឯកសារអេឡិចត្រូនិកនិងព័ត៌មាននានារបស់អ្នកប្រើប្រាស់គេហទំព័រ Google និង Yahoo ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកបានបដិសេធការចុះផ្សាយរបស់សារព័ត៌មាន Washington Post ដោយលើកឡើងថាជាព័ត៌មានមិនពិតវិទ្យុបារាំង RFI ភ្នំពេញ 92 MHz សៀមរាប 92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកអ្នកស្ដាប់វិទ្យុបារាំង RFI ជាបន្តលោកអ្នកនឹងបានស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំដែលរួមមាននីតិទស្សនៈសារព័ត៌មានរៀបចំជូនដោយញឹមសុផលនីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃសុក្រនេះគឹមយុទ្ធនាលើកឡើងពីប្រតិកម្មរបស់អង្គការសិទ្ធិមនុស្សនិងសហជីពកម្មករជុំវិញការបាត់សវនកម្មនៅតុលាការស្លោកតដោយគ្មានវត្តមានរបស់ជនជាប់ចោទឈុកបណ្ឌិតនីតិទស្សនៈពិភពលោកព្រំសៀនសូលីណានិយាយអំពីចំណាប់ខ្មាំងបារាំងត្រូវបានដោះលែងអ្នកអន្តរការីនិងមេភាវៈជនអាហ្វ្រិកទទួលបានផលប្រយោជន៍ក្នុងនីតិទស្សនៈកម្ពុជាប៉ែនបូណាវិភាគអំពីបទពិសោធន៍នយោបាយឆ្លុះបញ្ចាំងតាមរយៈចម្លើយរបស់មេដឹកនាំខ្មែរក្រហម
ចំណែកចុងបញ្ចប់គឺជានីតិបទយោការសុនមេសាលើកឡើងពីពលរដ្ឋចូលរួមស្ដាប់សវនាការអស់សង្ឃឹមចំពោះចម្លើយមេដឹកនាំខ្មែរក្រហមទស្សនៈសារព័ត៌មាននៅថ្ងៃសុក្រនេះតើកាសែតបានបោះពុម្ពផ្សាយពីអ្វីខ្លះសូមអញ្ជើញលោកអ្នកនាងស្ដាប់ញឹមសុផលគណៈបកសង្គ្រោះជាតិបន្ទន់អេរិយាប័ត្រចូលតុចរចាជាមួយគណៈបកប្រជាជននេះគឺជាចំណងជើងដែលដាក់យ៉ាងលេចត្រដែតនៅលើទំព័រមុខរបស់កាសែតរស្មីកម្ពុជាចេញផ្សាយនៅថ្ងៃសុក្រនេះតាមរយៈចំណងជើងនេះអ្នកតាមដានសភាពការនយោបាយនៅប្រទេសកម្ពុជាមិនអាចចាប់អារម្មណ៍មុនគេនៅប្រធានរឿងផ្សេងក្រៅពីប្រធានបទមួយនេះបានឡើយកាសែតសរសេរដោយលើកយករូបថតនៃសន្និសីទកាសែតកាលពីម្សិលមិញរបស់លោកសំរងស៊ីនិងលោកកឹមសុខាប្រធាននិងអនុប្រធានគណៈបកសង្គ្រោះជាតិនិងមានខ្លឹមសារថាគោលជំហររបស់គណៈបកសង្គ្រោះជាតិគឺសន្តិវិធីអហិង្សាដែលនេះគឺជាការថ្លែងរបស់លោកសំរងស៊ីត្រូវកាសែតស្រង់មកចុះផ្សាយរស្មីកម្ពុជាផ្សាយបន្តថាគណៈបកសង្គ្រោះជាតិបានបញ្ជាក់ពីជំហរនិងសំណុំពររបស់ខ្លួនតែមិនមែនជាលក្ខខណ្ឌដាច់ខាតនោះទេគឺជាសំណុំពរឲ្យភាគីម្ខាងទៀតយកទៅពិចារណាដោយភ្ជាប់ជាមួយនឹងការប្រាប់ថាលោកនឹងទូរស័ព្ទទៅកាន់លោកឧបនាយករដ្ឋមន្ត្រីសខេងដើម្បីកំណត់ពេលវេលាក្នុងការចរចាក្រៅពីសម្ដែងសុឆន្ទៈរបស់លោកសំរងស៊ីចង់ជជែកគ្នាត្រង់រកផ្លូវកណ្ដាលលោកកឹមសុខាអនុប្រធានគណៈបកក៏ត្រូវបានកាសែតស្រង់សម្ដីមកចុះផ្សាយដែរថាការចរចារវាងគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនមិនមែនមានន័យថាបោះបង់ចោលនៅការតស៊ូមតិនោះទេរបៀបវារៈចំនួន3ក៏ត្រូវបានលើកឡើងផងដែរដាក់បង្ហាញអ្នកកាសែតក្នុងនោះមាន1ស្នើឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតទី2សូមលុបចោលសមាជិកភាពគោជបជាមុននិងទី3ទាមទារឲ្យមានការកែតម្រង់ការបោះឆ្នោតហើយការចរចានោះនឹងស្នើឲ្យមានការចូលរួមពីអ្នកសារព័ត៌មាននិងអង្គការសង្គមស៊ីវិលដែលនេះមិនមែនជាលក្ខខណ្ឌនោះទេនេះបើតាមរស្មីកម្ពុជាតំណាងសហភាពអឺរ៉ុបប្រចាំនៅតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ក៏បានជំរុញឲ្យគណៈបកជាប់ឆ្នោតទាំងពីរជួបចរចាគ្នាហើយដោះស្រាយការជាប់គាំងនយោបាយនេះបើតាមលិខិតឆ្លើយតបរបស់សហភាពអឺរ៉ុបទៅកាន់លោកសំរងស៊ីប្រធានបទដែលគួរឲ្យចាប់អារម្មណ៍នេះក៏បានផ្សាយផងដែរនៅលើទំព័រមុខរបស់កាសែតភ្នំពេញប៉ុស្តិ៍កាសែតឡើងចំណងជើងថាសង្គ្រោះជាតិចង់ឲ្យបើកចំហកិច្ចចរចាជាមួយនឹងគណៈបកប្រជាជនក្រៅពីលើកឡើងពីសំណើរបស់មេដឹកនាំគណៈបកប្រឆាំងកាសែតឯករាជ្យមួយនេះសរសេរថាគណៈបកសង្គ្រោះជាតិគូសបញ្ជាក់ថាភាពជាប់គាំងនយោបាយបច្ចុប្បន្នគឺបណ្ដាលមកពីភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី28កក្កដាកន្លងមកលោកយឹមសវណ្ណអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិបានថ្លែងប្រាប់កាសែតថាលោកសខេងបានបដិសេធមិនទទួលយករបៀបវិរៈរបស់គណៈបកសង្គ្រោះជាតិទេតែមេបកសង្គ្រោះជាតិលោកសំរងស៊ីបញ្ជាក់បន្ថែមថាអ្វីដែលសំខាន់បំផុតគឺការចូលរួមពីភាគីពាក់ព័ន្ធមន្ត្រីអង្គការសង្គមស៊ីវិលត្រូវភ្នំពេញប៉ុស្តិ៍ស្រង់សម្ដីដែរថាពួកគេរំពឹងថាការចរចារវាងគណៈបកទាំងពីរជាថ្មីនឹងអាចកើតមានឆាប់ៗនេះបន្តពីនេះកាសែត The Cambodia Daily ក៏បានឡើងចំណងជើងតាក់ទងទៅនឹងប្រធានបទដូចគ្នានេះដែរថាលោកសខេងមិនបានលើកទូរស័ព្ទរបស់លោកសំរងស៊ីកាសែតបានសរសេររៀបរាប់ថាមេបកប្រឆាំងលោកសំរងស៊ីបានទូរស័ព្ទទៅលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅចំពោះមុខអ្នកកាសែតកាលពីថ្ងៃម្សិលមិញក្នុងគោលបំណងបើកសម្លេងចេញក្រៅឲ្យឮពីការសន្ទនាទាំងអស់គ្នាក៏ប៉ុន្តែលោកសខេងមិនលើកទូរស័ព្ទ Cambodia Daily បន្តថាមានដំណឹងប្រាប់ពីគណៈបកប្រជាជនថាគណៈបកនេះត្រូវការពេលវេលាពិភាក្សាគ្នាជាមុនសិនឆ្លើយតបទៅនឹងសំណើរបស់គណៈបកសង្គ្រោះជាតិមុននឹងការចាប់ផ្ដើមឡើងវិញការចរចាមន្ត្រីថ្នាក់ខ្ពស់លើពីនេះកាសែតក៏បានសរសេរពីទំនាក់ទំនងគ្នាតាមទូរស័ព្ទរវាងលោកសំរងស៊ីនិងលោកសខេងមិនបានប្រព្រឹត្តទៅដូចជាពេលមុនឡើយបើទោះណាជាកន្លងមកគណៈបកទាំងពីរបានព្រមព្រៀងគ្នាបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍មួយក៏ដោយលោកជាមយាបមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនបានថ្លែងប្រាប់កាសែតថាលក្ខខណ្ឌរបស់គណៈបកប្រជាជនអាចជួបចរចាបន្តទៀតត្រូវតែសមាជិកសភាជាប់ឆ្នោតរបស់គណៈបកសង្គ្រោះជាតិទាំង55រូបចូលស្បត់កាន់តំណែងដែលនេះត្រូវបានលើកឡើងកាលពីមុនទាក់ទងទៅនឹងការមិនទទួលទូរស័ព្ទពីលោកសខេងលោកសំរងស៊ីបានប្រាប់កាសែតថាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងទូរស័ព្ទមកលោកនៅថ្ងៃនេះជាមួយនឹងការជឿជាក់របស់លោកថាមិនមែនជាការលេងបិទពួននោះទេងាកទៅមើលកាសែតកម្ពុជាថ្មីវិញកាសែតដាក់ចំណងជើងធំមួយជួរថាលោកជាមយាបថ្លែងថាជួបចរចាគ្នាគឺត្រូវតែថ្នាក់កម្ពុជាទើបមានសិទ្ធិសម្រេចការជួបចរចាគ្នាជាថ្មីរវាងគណៈបកជាប់ឆ្នោតទាំងពីរត្រូវបានតាមដានផង
ដែរពីកាសែតកម្ពុជាថ្មីតាមរយៈសន្និសីទកាសែតរបស់គណៈបកសង្គ្រោះជាតិកាលពីថ្ងៃម្សិលមិញកាសែតគាំទ្រនយោបាយរដ្ឋាភិបាលមួយនេះក៏បានលើកយកការអះអាងរបស់លោកជាមយាបមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជាមកផ្សាយថាជំនួបចរចារបៀបណាថ្នាក់ណានោះត្រូវតែលោកសំរងស៊ីកំណត់ឲ្យច្បាស់ទោះជាយ៉ាងនេះក្តីលោកជាមយាបបានប្រាប់កាសែតថាទាល់តែថ្នាក់កម្ពុជាទើបហ៊ានសម្រេចលើការចរចានេះបន្ថែមពីលើអ្វីដែលលោករំលឹកប្រាប់គ្រប់ការសម្ភាសរបស់អ្នកកាសែតពីលក្ខខណ្ឌនៃការចូលស្បត់កាន់តំណែងរបស់បេក្ខជនជាប់ឆ្នោតនៃគណៈបកសង្គ្រោះជាតិទាំង55រូបភ្ជាប់ទៅនឹងការចរចាឡើងវិញវិទ្យុបារាំង RFI ព័ត៌មានអភិក្រិតឥតលំអៀងអរគុណញឹមសុផលដែលបានដកស្រង់អត្ថបទព័ត៌មានសំខាន់ៗចេញផ្សាយនៅលើទំព័រកាសែតនៅព្រឹកថ្ងៃប្រហ័សនេះព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃស្លាវតូនៅរុស្ស៊ីថ្ងៃប្រហ័សម្សិលមិញបានបើកសវនាការលើសំណុំរឿងក្តីបាញ់កម្មករនៅក្រុងបាវិតដែលត្រូវបានជន់ជាប់ចោទលោកឈុកបណ្ឌិតប្តឹងទាស់មកកាន់តុលាការជាការកត់សម្គាល់សវនាការបានប្រព្រឹត្តទៅដោយគ្មានវត្តមានរបស់ជនជាប់ចោទដែលជាដើមមិនដឹងនោះទេគឺមានតែមេធាវីតំណាងតែប៉ុណ្ណោះខណៈដែលជនរងគ្រោះជាស្ត្រីកម្មករ3នាក់បានចូលរួមសវនាការជាមួយនឹងវត្តមានសាក្សីជាសមត្ថកិច្ចនគរបាលនិងមន្ត្រីអាវុធហត្ថផងដែរអង្គការសិទ្ធិមនុស្សក្នុងស្រុកនិងសហជីពដែលបានតាមដានសវនាការនេះបានចាត់ទុកអវត្តមានរបស់ជនជាប់ចោទថាជាភាពកំសោយរបស់សមត្ថកិច្ចក្នុងការតាមចាប់ខ្លួនលោកឈុកបណ្ឌិតគឹមយុទ្ធនារីកាខ្ញុំគិតថាស្លាតោសវនាការដោយមានជនជាប់ចោទអានោះគឺជាផ្នែកមួយដែលយើងមិនបានច្បាស់អំពីចម្លើយរបស់ជនជាប់ចោទប៉ុន្តែគ្រាន់តែថាអ្វីដែលយើងសោកស្ដាយគឺត្រង់ថាសមត្ថកិច្ចមិនមានលទ្ធភាពក្នុងការនាំខ្លួនជាប់ចោទមកបានអ្វីដែលយើងបាទយើងគិតថាយើងឆ្លុះបង្ហាញអំពីភាពមិនច្បាស់លាស់មិនបង្ហាញអំពីគេហៅថាភាពច្បាស់លាស់នៅក្នុងការបង្ហាញច្បាស់ថាខ្លួនបានប្រព្រឹត្តហើយវាមានន័យថាការចោទប្រកាន់ដោយមិនមានជនជាប់ចោទទៅនៅចំពោះមុខគឺមានន័យថាវាហាក់បីដូចជាយើងទទួលបានតែព័ត៌មានតែពីទីគីតែម្ខាងតែជនរងគ្រោះតែបើសិនជាមានជនជាប់ចោទយើងអាចច្បាស់ថាតើជនជាប់ចោទនឹងឆ្លើយតបវិញយ៉ាងម៉េចប៉ុន្តែដោយសារតែអត់មានអញ្ចឹងអានេះបង្ហាញអំពីការដំណើរការនៃការធ្វើសវនាការដោយបាត់ភាគីម្ខាងដែលយើងមិនបានទទួលព័ត៌មាននេះជាការលើកឡើងរបស់លោកអ៊ុំវិសាលមន្ត្រីគោលនយោបាយនិងច្បាប់របស់សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថាស៊ីកាឌូដែលបានតាមដានសវនាការលើសំណុំរឿងរបស់អតីតអភិបាលក្រុងបាវិតលោកឈុកបណ្ឌិតនៅសាលាអូតូកាលពីថ្ងៃម្សិលមិញជាសវនាការដែលបានធ្វើឡើងដោយគ្មានវត្តមានជនជាប់ចោទឈុកបណ្ឌិតដែលបានប្តឹងទាស់នឹងសាលក្រមរបស់សាលាដំបងខេត្តស្វាយរៀងដោយបានកាត់ទោសលោកឲ្យមានទោសពីបទបង្ករបួសស្នាមដោយអចេតនាមន្ត្រីសហជីពដដែលបានថ្លែងថាបើទោះបីជាសវនាការបានធ្វើឡើងដោយមិនមានវត្តមានជនជាប់ចោទដែលជាដើមមិនដឹងក៏ដោយក៏សវនាការនោះចំពោះរូបលោកនៅតែអាចទទួលយកបានក៏ប៉ុន្តែវាគ្រាន់តែបង្ហាញពីអសមត្ថភាពរបស់កងកម្លាំងមានសមត្ថកិច្ចនិងឆ្លុះបញ្ចាំងពីអំពើនីតិរដ្ឋភាពនៅតែកើតមានឡើងចំពោះអ្នកមានអំណាចក្នុងអង្គសវនាការដោយមិនមានជនជាប់ចោទហើយដំណើរការទៅទោះយ៉ាងណាក៏ដោយខ្ញុំគិតថាសវនាការអាចទទួលយកបានប៉ុន្តែអ្វីដែលយើងមិនអាចទទួលយកបានគឺសមត្ថភាពរបស់សមត្ថកិច្ចដែលមិនមានសមត្ថភាពឬក៏យើងនិយាយថាមិនមានឆន្ទៈច្បាស់ពិតប្រាកដនៅក្នុងការនាំខ្លួនជនជាប់ចោទជាពិសេសគឺជនដែលមានអំណាចបែបករណីដូចឈុកបណ្ឌិតនឹងជាដើមព្រោះយើងឃើញថាបើសិនជាសមត្ថកិច្ចគាត់មានឆន្ទៈក្នុងការនាំជនជាប់ចោទករណីអ្នកជនដែលមានអំណាចគឺមិនពិបាកទេបាទមិនពិបាកក្នុងការនាំខ្លួនជនជាប់ចោទទេប៉ុន្តែអ្វីដែលយើងសោកស្ដាយគឺមានន័យថាសមត្ថកិច្ចអត់មានឆន្ទៈក្នុងការធ្វើហើយដែលបង្កើតឲ្យនៅមាននីតិរដ្ឋភាពសម្រាប់អ្នកមានអំណាចហ្នឹងនៅចេះតែកើតមានប៉ុន្តែអ្នកទុនខ្សោយនេះគឺតែទទួលរងនឹងការធ្វើទុកបុកម្នេញនឹងការជាប់ទោសទណ្ឌនេះជាដើមយើងឃើញជាទូទៅគឺនីតិរដ្ឋភាពកើតឡើងចំពោះអ្នកមានអំណាចគ្រប់កន្លែងទាំងអស់ដែលយើងជួបផ្ទះ
សម្រាប់លោកនីចរិយាប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការអាត6ដែលបានចូលរួមស្ដាប់សវនាការកាលពីថ្ងៃម្សិលមិញបានចាត់ទុកអវត្តមានជនជាប់ចោទឈុបបណ្ឌិតក្នុងសវនាការថាធ្វើឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកាន់តែចុះខ្សោយទៅប្រសិនបើក្នុងករណីនេះសាលាតនៅតែតម្កល់សេចក្តីសម្រេចរបស់សាលាដំបងរបស់ខេត្តស្វាយរៀងខ្ញុំជឿថាជារឿងមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ប្រព័ន្ធយុត្តិធម៌ហើយព្រោះថាអ្វីដែលខ្ញុំបានស្ដាប់គឺថាលោកឈុបបណ្ឌិតមិនមែនប្រព្រឹត្តបទល្មើសត្រឹមតែបករបួសស្នាមដោយអចេតនាទេគឺជាអំពើឃាតកម្មមិនបានសម្រេចបើខ្ញុំមើលឃើញព្រោះថាលោកឈុបបណ្ឌិតបានប្រើប្រាស់អាវុធប្រើប្រាស់កាភ្លើងហើយបាញ់ទៅលើក្រុមកម្មករមានន័យថាមានចេតនាធ្វើឃាតទៅលើវងមនុស្សហើយមិនដឹងអ្នកណាក៏មិនដឹងដែរប៉ុន្តែធ្វើឃាតទៅលើមនុស្សព្រោះថាត្រូវតែដឹងថាអាវុធកាលណាបាញ់ទៅលើវងមនុស្សប្រកាសជាត្រូវហើយស្លាប់អញ្ចឹងគាត់ដឹងច្បាស់ថាបាញ់ទៅហ្នឹងគឺឲ្យស្លាប់មនុស្សក៏ប៉ុន្តែមិនដឹងមួយណាមិនមានចេតនាពិតប្រាកដទៅលើមួយណាប៉ុន្តែទៅលើមនុស្សអញ្ចឹងវាប្រកាសជាមានចេតនានៃអំពើឃាតកម្មកើតឡើងនៅក្នុងខ្លួនរបស់គាត់អញ្ចឹងមានន័យថាយ៉ាងម៉េចមានន័យថាសាលាតត្រូវតែធ្វើការចោទប្រកាន់ពីបទអំពើឃាតកម្មមិនបានសម្រេចដែលជាបទអក្រិតមិនមែននៅត្រឹមតែជាបទបកលរបួសស្នាមអចេតនានឹងបានទេពាក់ព័ន្ធនឹងសវនាការកាលពីថ្ងៃផ្សំមិញនេះដែរលោកអំសំអាតប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការលីកាដូដែលបានចូលរួមស្ដាប់សវនាការបានថ្លែងក្រោយបញ្ចប់សវនាការថាអវត្តមានរបស់ជនជាប់ចោទលោកឈុបបណ្ឌិតវាជារឿងមួយគួរឲ្យសោកស្ដាយទៅហើយក៏ប៉ុន្តែបន្ថែមពីលើនោះគឺអវត្តមានរបស់សាក្សីសំខាន់មួយចំនួនទៀតដែលធ្វើឲ្យសវនាការមានលក្ខណៈមិនពេញលេញលោកអំសំអាតបានរៀបរាប់ដំណើរការសវនាការយ៉ាងដូចនេះហើយតកតងនឹងសវនាការនេះយើងឃើញថាវាអត់មានអ្វីប្លែកអំពីសវនាការនៃការដេញដោលនៅសាលាដំបងខេត្តស្វាយរៀងទេហើយទៅវិញយើងមានការបាត់អវត្តមានសាក្សីសំខាន់ក៏ដូចជាជនជាប់ចោទលោកសចន្ទថាដែលនៅស្វាយរៀងធ្លាប់មានវត្តមានគាត់ផងដែរហើយតាមការដេញដោលទាំងអស់នេះយើងឃើញថាទាំងសាក្សីទាំងជនរងគ្រោះហើយនិងសាក្សីច្រើនដែលចង្អុលបង្ហាញថាពេលដែលមិនទាន់មានវត្តមានលោកឈុបបណ្ឌិតមកដល់រោងចក្រគឺគ្មានការបាញ់ទៅលើកម្មករទេពេលដែលលោកឈុបបណ្ឌិតមកដល់ជាប់នឹងកំភ្លើងនៅតាមខ្លួនហើយចូលទៅដល់ក្នុងរោងចក្រទើបមានការបាញ់ទៅលើកម្មករឲ្យរងរបួសហើយសាក្សីដែលជាសមត្ថកិច្ចបានបង្ហាញហើយថាក្រៅពីលោកឈុបបណ្ឌិតគ្មាននរណាដែលមានកំភ្លើងទេអញ្ចឹងគឺច្បាស់កន្លែងហើយដែលចង្អុលបង្ហាញទៅលើថាលោកឈុបបណ្ឌិតគឺជាអ្នកដែលបាញ់កម្មករហ្នឹងឲ្យរងរបួសទាំង3នាក់ហើយអ្វីដែលយើងសោកស្ដាយទៅទៀតថាមនុស្ស3នាក់ឈរទីតាំងខុសគ្នាមនុស្សម្នាក់បាញ់ហើយចោទពីបទបង្ករបួសស្នាមដោយអចេតនាគឺវាអត់ត្រូវទាល់តែសោះតាមពិតបទល្មើសនេះគឺជាបទល្មើសប៉ុនប៉ងមនុស្សជាតិបាទជាបទល្មើសអក្រិតមិនមែនជាបទល្មើសមជ្ឈិមដ៏ស្រាលគឺបង្ករបួសស្នាមដោយអចេតនានោះទេយ៉ាងណាក៏ដោយមេធាវីការពារក្តីលោកឈុបបណ្ឌិតគឺលោកកែវវិសានៅក្នុងសវនាការពេលធ្វើការសន្និដ្ឋានចុងក្រោយបានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ទៅលើកូនក្តីរបស់ខ្លួនក៏ប៉ុន្តែមេធាវីខាងជនរងគ្រោះអ្នកស្រីសេរីបុត្រចរិយានិងលោកចិនលីដាបានស្នើឲ្យតុលាការពិចារណាផ្តល់សំណងនិងរក្សាបទចោទទៅលើលោកឈុបបណ្ឌិតចំណែកជនរងគ្រោះជាកម្មការិនី3នាក់ដែលមានវត្តមានពេលសវនាការអ្នកស្រីកែវមៀននិងអ្នកស្រីនុតសាខនបានឆ្លើយប្រាប់អ្នកកាសែតក្រោយបញ្ចប់សវនាការយ៉ាងដូចនេះចឹងហើយខ្ញុំចង់ស្នំពរដល់តុលាការឲ្យរកយុត្តិធម៌ពួកខ្ញុំទាំង3នាក់ផងព្រោះរាល់ថ្ងៃពួកខ្ញុំទាំង3នាក់នៅឈឺដៃខ្លាំងចឹងបងហើយម្យ៉ាងបងកណ្ដាលថ្ងៃមុនឡើងហើមប្រពន្ធណៃចឹងហើយខ្ញុំសង្ឃឹមថាតុលាការនឹងរកយុត្តិធម៌ពួកខ្ញុំទាំង3នាក់នឹងសង្ឃឹមថាគាត់ផ្ដល់ជាសំណងច្រើនជាងមុនហើយចេញពីការចាប់ខ្លួនភ្លាមហ្មងបងគួរបញ្ជាក់ថាសាលាដំបងខេត្តស្វាយរៀងកាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2013បានប្រកាសសាលក្រមផ្តន្ទាទោសលោកឈុបបណ្ឌិតដាក់ពន្ធនាគារ18ខែពីបទបង្ករបួសស្នាមដោយអចេតនាទាក់ទិនទៅនឹងការបាញ់កម្មការិនី3នាក់ឲ្យរងរបួសនៅខេត្តស្វាយរៀងកាលពីខែកុម្ភៈឆ្នាំ2012ទោះយ៉ាងណាក៏ដោយបន្ទាប់ពីបើកសវនាការអស់រយៈពេលពេញមួយរសៀលកាលពីថ្ងៃប្រហោះម្សិលមិញប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរលោកតាំងសេងឡាយបានប្រកាសសាលដីកាលើសំណុំរឿងលោកឈុបបណ្ឌិតផ្តន្ទាស់មកសាលាឧទ្ធរនោះនឹងត្រូវប្រកាសនៅថ្ងៃទី4ខែវិច្ឆិកាដើមសប្តាហ៍ក្រោយនៅវេលាម៉ោង8ព្រឹក
កម្មវិធីនេះសហការឧបត្ថម្ភដោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឱសថគីណាជាឱសថសម្រាប់បញ្ចុះកម្ដៅបំបាត់អាការៈឈឺចុកចាប់ផ្សេងៗនិងពីរ៉ាមីតជាទីភ្នាក់ងារបកប្រែនាំមុខគេលោកនាងកំពុងស្ដាប់ព័ត៌មានរបស់វិទ្យុបារាំង RFE មុននឹងចូលដល់កម្មវិធីផ្សាយបន្តខ្ញុំសូមរំលឹកព័ត៌មានសំខាន់ៗជូនលោកនាងឡើងវិញចិនបានផ្ដល់ជំនួយ$1 លានដល់កម្ពុជាដើម្បីជួយជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជាកាលពីខែកញ្ញាបានបង្កផលប៉ះពាល់ធំធេងដែលគិតជាទឹកប្រាក់សរុបជាង$1,000 លាននិងមានមនុស្សស្លាប់168នាក់លោកនួនជាបងធំទី2នៃរបបខ្មែរក្រហមបានប្រកាសទទួលខុសត្រូវខាងសិលធម៌និងសុំទោសជនរងគ្រោះក៏ប៉ុន្តែលោកក៏បានសុំឲ្យតុលាការដោះលែងរូបលោកចំណែកលោកខៀវសំផនបដិសេធការចោទប្រកាន់បន្ទាប់ពីបើកសវនកម្មអស់រយៈពេល222ថ្ងៃរួចមកសវនកម្មក្នុងសំណុំរឿង002វគ្គទី1បានចប់ទាំងស្រុងហើយកាលពីថ្ងៃប្រហ័សទី31តុលារីឯសារក្រមលើរឿងក្តីនេះត្រូវគេរំពឹងថានឹងប្រកាសនៅឆ្នាំ2014កាលពីរសៀលថ្ងៃទី31តុលាម្សិលមិញចៅក្រមតុលាការសាឡៅតូបានបើកសវនកម្មលើសំណុំរឿងក្តីអតីតអភិបាលក្រុងអវត្តលោកឈុំបណ្ឌិតបាញ់ស្ត្រីកម្មករកាត់ដេរ3នាក់ឲ្យរងរបួសធ្ងន់កាលពីខែកុម្ភៈឆ្នាំ2012សេចក្តីសម្រេចទៅលើរឿងក្តីនេះនឹងត្រូវប្រកាសនៅថ្ងៃទី4វិច្ឆិកាលោកឈុំបណ្ឌិតដែលត្រូវបានតុលាការខេត្តស្វាយរៀងកាលពីថ្ងៃ25មិថុនាបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ1ឆ្នាំកន្លះពីបទបង្ករបួសស្នាមដោយអចេតនាលោកមិនបានបង្ហាញខ្លួននៅតុលាការសាឡៅតូទេលោកសំរងស៊ីកាលពីព្រឹកថ្ងៃប្រហ័សបានប្រកាសថាលោកនឹងទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដរបស់គណៈបព្វប្រឆាំងក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះភាពជាប់គាំងនយោបាយបច្ចុប្បន្នជាការជជែកចរចាដែលប្រធានគណៈបព្វប្រឆាំងលោកសំរងស៊ីទាមទារឲ្យធ្វើឡើងដោយបើកចំហដើម្បីជៀសវាងការបកស្រាយខុសពីឆន្ទៈឬក៏គំនិតដើមរបស់ភាគីទាំងពីររដ្ឋមន្ត្រីក្រសួងការបរទេសលោកហៅណាំហុងនឹងដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃប្រទេសនិយាយភាសាបារាំង Francophonie លើកទី29ចាប់ពីថ្ងៃទី7ដល់ថ្ងៃទី8វិច្ឆិកានៅទីក្រុងប៉ារីសប្រទេសបារាំងបន្ទាប់ពីសន្និសីទនោះលោកហៅណាំហុងនឹងដឹកនាំគណៈប្រតិភូទៅចូលរួមស្ដាប់ការប្រកាសសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបកស្រាយសារក្រមឆ្នាំ1962ទាក់ទងទៅនឹងប្រតាប់ព្រះវិហារដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ11វិច្ឆិកានៅទីក្រុងឡាអេប្រទេសហូឡង់កម្ពុជានិងសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រុមការងារគំនិតផ្ដួចផ្ដើមមេគង្គក្រោមដោយមានការចូលរួមពីប្រទេសឡាវមីយ៉ាន់ម៉ាថៃវៀតណាមកម្ពុជានិងសហរដ្ឋអាមេរិកកិច្ចប្រជុំនោះនឹងប្រព្រឹត្តទៅនៅចាប់ពីថ្ងៃទី6ដល់ថ្ងៃទី7វិច្ឆិកានៅក្រុងសៀមរាបនៅមួយថ្ងៃមុនការកំណត់អង្គការអន្តរជាតិដើម្បីការហាមឃាត់អាវុធគីមីបានប្រកាសឲ្យដឹងជាផ្លូវការកាលពីថ្ងៃប្រហ័សទី31តុលាថាគេបានចូលគ្រប់គ្រងនិងបិទចាក់សោមិនឲ្យរដ្ឋាភិបាលស៊ីរីអាចយកវត្ថុធាតុគីមីនិងអាវុធគីមីទៅប្រើប្រាស់ទៀតបានទេនេះជាដំណឹងវិជ្ជមានមួយសម្រាប់សន្និសីទអន្តរជាតិលើកទី2ដើម្បីស្វែងរកសន្តិភាពនៅស៊ីរីដែលត្រូវធ្វើនៅទីក្រុងហ្សឺណែវក្នុងខែវិច្ឆិកានេះកាលពីថ្ងៃប្រហ័សប្រជាជនឥណ្ឌូនេស៊ីរាប់សែននាក់បាននាំគ្នាធ្វើកោតកម្មនៅតំបន់ឧស្សាហកម្មជាក្រុងហ្សាកាតាដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែអបបរមាឲ្យពួកគេឥណ្ឌូនេស៊ីមានសេដ្ឋកិច្ចនាំមុខគេនៅអាស៊ីអាគ្នេយ៍ក៏ប៉ុន្តែអត្រាប្រាក់ខែកម្មករស្ថិតនៅក្នុងចំណោមប្រាក់ខែដែលទាបបំផុតក្នុងពិភពលោកគឺមានប្រមាណជាង140អឺរ៉ូបាតុករថៃរាប់ពាន់នាក់បានជួបជុំគ្នាកាលពីល្ងាចថ្ងៃប្រហ័សតាមការអំពាវនាវរបស់គណៈបព្វប្រឆាំងដែលបានប្រកាសប្រម៉ែប្រមូលប្រជាជនឲ្យធ្វើបាតកម្មប្រឆាំងទៅនឹងច្បាប់លើកលែងទោសដែលសភាថៃចាប់ផ្ដើមពិភាក្សានៅថ្ងៃប្រហ័សកាសែតប្រចាំថ្ងៃ Washington Post របស់អាមេរិកបានចុះផ្សាយនៅថ្ងៃពុធថាទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA បានចាប់យកទិន្នន័យរបស់គេហទំព័រ Google និង Yahoo ដើម្បីអាចចូលទៅមើលឯកសារអេឡិចត្រូនិកនិងព័ត៌មាននានារបស់អ្នកប្រើប្រាស់គេហទំព័រ Google និង Yahoo ទស្សនៈព្រឹត្តិការណ៍ពិភពលោកពលរដ្ឋបារាំង4រូបដែលត្រូវបានក្រុមភេរវជនអ៊ីស្លាមចាប់ធ្វើជាចំណាប់ខ្មាំងនៅប្រទេសនីហ្សេកាលពី3ឆ្នាំមុនត្រូវបានដោះលែងមកវិញកាលពីល្ងាចថ្ងៃអង្គារ
រដ្ឋាភិបាលបារាំងអះអាងថាការដោះលែងនេះត្រូវបានធ្វើឡើងតាមរយៈការចរចាសុទ្ធសាធហើយថារដ្ឋាភិបាលមិនបានបង់លុយទៅឲ្យក្រុមភេរវជនជាថ្នូរទៅនឹងការដោះលែងនេះទេតើការចរចានោះប្រព្រឹត្តទៅបែបណាក្នុងលក្ខខណ្ឌដូចម្តេចបានជាក្រុមភេរវជនអ៊ីស្លាមតំបន់ Maghreb ដែលគេហៅថាអាក់មីយល់ព្រមដោះលែងពលរដ្ឋបារាំងយើងស្ដាប់ព្រំសឿនសូលីណារដ្ឋាភិបាលបារាំងបានបដិសេធថាមិនបានបង់ប្រាក់កាសរំលោះយកពលរដ្ឋបារាំងពីកណ្ដាប់ដៃក្រុមភេរវជនអល់កៃដាតំបន់ Maghreb នោះទេហើយថាគឺការចរចាដែលធ្វើឡើងដោយក្រុមអ្នកចរចារបស់ប្រធានាធិបតីនីហ្សេជាមួយនឹងក្រុមភេរវជនឯណោះទេដែលសម្រេចបានឲ្យមានការដោះលែងពលរដ្ឋបារាំងតែ4រូបប្រសិនបើរដ្ឋាភិបាលបារាំងមិនបានចេញលុយជាថ្នូរនោះទេមានន័យថាក្នុងការចរចារវាងក្រុមអ្នកចរចាអាហ្វ្រិកនិងក្រុមភេរវជនពិតជាមានលក្ខខណ្ឌអ្វីដោះដូរនឹងគ្នាហើយព្រោះថាបើទំពួកវាមិនទៅផ្នែកក៏វាមិនមកដែរបន្ទាប់ពីពលរដ្ឋបារាំងទាំង4រូបបានធ្វើដំណើរមកកាន់ប្រទេសបារាំងវិញដោយសុវត្ថិភាពកាលពីថ្ងៃពុធនៅថ្ងៃប្រហោះម្សិលមិញនេះស្រាប់តែមានព័ត៌មានពីប្រភពអ្នកចាត់ដឹកនិងសំណុំរឿងដោះលែងនោះថាអ៊ីយ៉ាតអាហ្កាលីជាមេដឹកនាំក្រុមឧទាមអ៊ីស្លាមអាន់សាអេឌីនបានទទួលអភ័យឯកសិទ្ធិរួចពីការចាត់ប្រកាន់ក្នុងអំពើភេរវកម្មដើម្បីជាថ្នូរនឹងការដោះលែងពលរដ្ឋបារាំងទាំង4រូបគួររំលឹកថាក្រុមភេរវជនអាន់សាអេឌីននេះជាក្រុមស្និទ្ធនឹងអល់កៃដាប្រចាំអាហ្វ្រិកខាងត្បូងកងទ័ពបារាំងបានប្រតិបត្តិការបណ្ដេញក្រុមនេះចេញពីភាគខាងជើងប្រទេសម៉ាលីនៅមុនពាក់កណ្ដាលឆ្នាំ2013នេះរដ្ឋាភិបាលប្រទេសម៉ាលីធ្លាប់បានចេញដីកាចាប់ខ្លួនមេដឹកនាំក្រុមភេរវជនមួយរូបនេះពីបទធ្វើការបោកបោនិងបង្កអំពើភេរវកម្មមេដឹកនាំក្រុមភេរវជនអាន់សាអេឌីននេះបានទាមទារឲ្យអាជ្ញាធរលែងបន្តការចាប់ប្រកាន់ប្រឆាំងរូបខ្លួននិងប្រឆាំងបកពួកចិត្តដិតរបស់ខ្លួនតទៅទៀតប្រសិនបើរឿងនេះពិតជាដូច្នោះមែនមានន័យថាថ្នូរនៃការដោះលែងនេះពិតជាផលវិបាកមួយធ្ងន់ធ្ងរណាស់ព្រោះថាការដោះលែងមេដឹកនាំក្រុមភេរវជនដែលបង្ហូរឈាមមនុស្សស្រូតត្រង់ឲ្យមានសេរីភាពគឺជាការប្រថុយប្រឋានមួយខ្ពស់បំផុតឥឡូវនេះនៅពេលបានរួចខ្លួនពីសំណាញ់ច្បាប់បែបនេះតើមេភេរវជនអាហ្វ្រិកមួយនេះនឹងធ្វើអ្វីតទៅទៀតទៅធ្វើគម្រោងភេរវកម្មសម្លាប់មនុស្សនិងចាប់ចំណាប់ខាងបរទេសឬក៏យ៉ាងណាទៀតងាកមកមើលអ្នកចរចាអន្តរការីអាហ្វ្រិកវិញម្ដងសារព័ត៌មាន Libération បារាំងបានចេញផ្សាយនៅសប្តាហ៍នេះប្រាប់ថាមានមនុស្ស3នាក់មកពីសហគមន៍ទូអារ៉េកបានដើរតួជាអន្តរការីសំខាន់ក្នុងដំណើរការចរចាជាមួយក្រុមភេរវជនរហូតសម្រេចបានការដោះលែងចំណាប់ខ្មាំងបារាំងនេះអ្នកអន្តរការី2រូបគួរឲ្យចាប់អារម្មណ៍ជាងគេទី1គឺជនជាតិនីហ្សេឈ្មោះ Mohamed Akotay ជាអតីតក្រុមឧទាមនិងជាអតីតរដ្ឋមន្ត្រីបដិឋានប្រទេសនីហ្សេបច្ចុប្បន្ននេះលោកអាកូតេជាអ្នកគ្រប់គ្រងសាខាមួយរបស់ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរបារាំង Areva គូរំលឹកថាចំណាប់ខ្មាំងបារាំងដែលត្រូវបានដោះលែងកាលពីថ្ងៃអង្គារនៅអាហ្វ្រិកនោះជាអ្នកបម្រើការងារឲ្យក្រុមហ៊ុននេះលោកអាកូតេធ្លាប់មានការពាក់ព័ន្ធក្នុងសំណុំរឿងចរចាចំណាប់ខ្មាំងបារាំងនេះតាំងតែពីដំបូងម្លេះតាំងតែពីពេលដែលពលរដ្ឋបារាំងទាំង4រូបត្រូវបានចាប់ខ្លួនដូច្នេះនៅពេលដែលលោកអាកូតេធ្វើជាអ្នកគ្រប់គ្រងសាខាក្រុមហ៊ុន Areva បារាំងនៅពេលនេះអាចមានន័យថាលក្ខខណ្ឌនៃការចរចាកន្លងមកនោះបានផ្ដល់ជាប្រយោជន៍ដល់លោកអាកូតេជាជនជាតិនីហ្សេនេះហើយងាកទៅមើលអ្នកអន្តរការីទី2វិញម្ដងអ្នកទី2នេះគឺលោកអាម៉ាបាអាប៊ីប៊ីមកពីប្រទេសម៉ាលីហើយក៏មានការពាក់ព័ន្ធក្នុងរឿងចរចាចំណាប់ខ្មាំងបារាំងពីដំបូងទីដែរយោងតាមសារព័ត៌មាន Libération បារាំងកាលពីឆ្នាំ2010ក្រោមការអនុញ្ញាតរបស់រដ្ឋអំណាចប្រទេសម៉ាលីលោកអាប៊ីប៊ីបានតាក់ទងជាមួយអ៊ីយ៉ាតអាកាលីជាមេក្រុមភេរវជនអ៊ីស្លាមអាន់សាអេឌីនដែលលើថាបានទទួលអភ័យឯកសិទ្ធិជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងបារាំងនេះលោកអាប៊ីប៊ីអ្នកអន្តរការីទី2ក្នុងរឿងចំណាប់ខ្មាំងបារាំងនេះបានជួយឲ្យជនជាតិនីហ្សេលោក Mohamed Akotay ដែលជាអ្នកអន្តរការីទី1នោះបានជួបពិភាក្សាជាមួយមេភេរវជនអ៊ីយ៉ាតអាកាលីនេះប្រសិនបើមេភេរវជនអ៊ីស្លាមអាហ្កាលីគ្មានចំណាប់ខ្មាំងបារាំងក្នុងដៃនោះទេក៏មេភេរវជនមួយនេះអាចតាក់ទងក្រុមភេរវជនដែលមានចំណាប់ខ្មាំងបារាំងនៅក្នុងដៃនោះបានដែរហើយការចរចាឲ្យមានការដោះលែងនោះគឺអាចសម្រេចឡើងតាមរយៈការយល់ព្រមឲ្យមេភេរវជននេះបានទទួលអភ័យឯកសិទ្ធិរួចផុតពីទោសភេរវកម្មហើយបកពួកភេរវជនរបស់ខ្លួនក៏ទទួលបានប្រយោជន៍រួចផុតពីសំណាញ់ច្បាប់ផងដែរងាកមើលផ្នែកការទូតវិញម្ដងប្រធានាធិបតីបារាំងបានអរគុណប្រធានាធិបតីនីហ្សេដែលបានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឲ្យពលរដ្ឋបារាំងទាំង4រូបនោះរួចខ្លួនមកវិញមានន័យថាបារាំងនៅតែបន្តទំនាក់ទំនងជិតដិតផ្នែកសេដ្ឋកិច្ចជាមួយនីហ្សេតទៅទៀតនេះជាប្រយោជន៍មួយធំធេងសម្រាប់ប្រទេសអាហ្វ្រិកមួយនេះនិយាយរួមទៅថ្មីបើរដ្ឋបារាំងប្រកាសថាខ្លួនមិនបានចេញប្រាក់កាសអ្វីជាថ្នូរនឹងការដោះលែងពលរដ្ឋខ្លួនមែនប៉ុន្តែបើមើលទៅប្រទេសនីហ្សេនៅអាហ្វ្រិកវិញទាំងអ្នកអន្តរការីនៃការចរចាសំណុំរឿងនេះទាំងផ្នែកសេដ្ឋកិច្ចជាតិសុទ្ធតែទទួលបានប្រយោជន៍ទាំងអស់ដោយសារតែបានចូលរួមសង្គ្រោះអាយុជីវិតចំណាប់ខ្មាំងបារាំង
ភាពសៅហ្មងគឺនៅត្រង់ថាជាធ្នូនឹងការដោះលែងអាជ្ញាធរអាហ្វ្រិកបានសម្រេចឲ្យមេភេរវជនអ៊ីស្លាមមានសេរីភាពរួចផុតពីសំណាញ់ច្បាប់ដែលនេះជាគ្រោះថ្នាក់មួយធំសម្រាប់សុវត្ថិភាពសន្តិសុខនៅអាហ្វ្រិកចង់ស្គាល់បញ្ហារបស់ពិភពលោកឲ្យកាន់តែច្បាស់ស្ដាប់វិទ្យុបារាំង RFE ទស្សនៈព្រឹត្តិការណ៍កម្ពុជានៅក្នុងសវនកម្មបិទបញ្ចប់សំណុំរឿង002វគ្គទី1កាលពីថ្ងៃប្រហ័នម្សិលមិញលោកនួនជានិងលោកខៀវសំផនមេដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមបានឆ្លើយបដិសេធមិនទទួលខុសត្រូវចំពោះបទឧក្រិដ្ឋនៅក្នុងរបបដែលខ្លួនដឹកនាំយ៉ាងណាក៏ដោយនួនជាបានប្រកាសទទួលខុសត្រូវខាងសិលធម៌ចំពោះបទឧក្រិដ្ឋនោះបងធំទី2នៃរបបខ្មែរក្រហមទទួលស្គាល់ថាកំហុសកើតឡើងដោយសារតែថ្នាក់លើគ្រប់គ្រងមិនបានល្អនិងបានបន្ទោសថ្នាក់ក្រោមថារាយការណ៍ភូតកុហកនិងព្យាយាមលាក់បាំងការពិតទោះជាចម្លើយនេះត្រូវបានគេចាត់ទុកថាជាការដោះសារយករួចខ្លួនក៏ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីប្រព័ន្ធដឹកនាំប្រទេសរបស់កម្ពុជាមួយផ្នែកដែលគួរលើកមកពិចារណាបានបូណាជួនបទវិភាគជុំវិញបញ្ហានេះសូមអញ្ជើញស្ដាប់នេះមិនមែនជាលើកទី1ទេដែលអតីតមេដឹកនាំខ្មែរក្រហមបានថ្លែងពីទឹកចិត្តស្នេហាជាតិនិងការតស៊ូដើម្បីបុព្វហេតុការពារទឹកដីរបស់ពួកគេពេលនេះនួនជានិងខៀវសំផនបានថ្លែងម្ដងទៀតដើម្បីដោះខ្លួនចេញពីការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមប៉ុន្តែអតីតមេដឹកនាំខ្មែរក្រហមក៏មិនបានបដិសេធថាគ្មានបទឧក្រិដ្ឋនោះដែរនួនជាបានសម្ដែងការសោកស្ដាយនិងប្រកាសទទួលខុសត្រូវខាងសិលធម៌ហើយបានសុំទោសជាសាធារណៈចំពោះជនរងគ្រោះខ្មែរទាំងអស់នួនជាបានលើកហេតុផលជាច្រើនមកពន្យល់ក្នុងនោះមានហេតុផលសំខាន់ពីរគួរឲ្យកត់សម្គាល់ទី1បងធំទី2នៃរបបខ្មែរក្រហមអះអាងថាមកពីថ្នាក់ដឹកនាំខាងលើជាប់រវល់តែការងារនៅទីក្រុងភ្នំពេញហើយមិនបានចុះទៅពិនិត្យឲ្យបានដិតដល់និងគ្រប់ជ្រុងជ្រោយដល់ថ្នាក់ក្រោមម្យ៉ាងទៀតថ្នាក់ក្រោមខ្លះជាមនុស្សមិនស្មោះត្រង់និងខ្លះទៀតក្តាប់គោលការណ៍ថ្នាក់លើមិនបានម្ល៉េះហើយពួកគេព្យាយាមលាក់បាំងនិងរាយការណ៍ភូតកុហកដល់ថ្នាក់លើហេតុផលទី2គឺបណ្ដាលមកពីមានភ្នាក់ងារបង្កប់របស់អាមេរិកនិងវៀតណាមនៅក្នុងជួរកងទ័ពបកកុម្មុយនីសកម្ពុជានួនជាបានទម្លាក់កំហុសទៅលើជនបង្កប់ទាំងនោះថាមានចេតនាបំផ្លាញគោលនយោបាយបកកុម្មុយនីសកម្ពុជានិងមានបំណងលេបយកទឹកដីខ្មែរបើតាមលោកនួនជាបកកុម្មុយនីសកម្ពុជាក៏ដូចជារូបលោកដែរបានសម្ដែងការសោកស្ដាយជាខ្លាំងក្រោយពីបានដឹងអំពីបញ្ហានេះប៉ុន្តែវាហួសពេលទៅហើយសម្រាប់ស្ដារស្ថានភាពឡើងវិញជាការពិតណាស់ការព្យាយាមពន្យល់ហេតុផលទាំងឡាយនេះវាស្ថិតនៅក្នុងក្របខ័ណ្ឌនៃការដោះបន្ទុករបស់ជនជាប់ចោទដើម្បីរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះរីឯការពិតយ៉ាងណានោះទុកឲ្យតុលាការជាអ្នកសម្រេចទៅចុះប៉ុន្តែយ៉ាងណាក៏ដោយចុះមានមេរៀនបទពិសោធន៍មួយចំនួនដែលគេអាចដកស្រង់ចេញពីចម្លើយរបស់អតីតមេដឹកនាំខ្មែរក្រហមបានពីព្រោះវាអាចឆ្លុះបញ្ចាំងពីរបៀបធ្វើនយោបាយនិងរបៀបគ្រប់គ្រងប្រទេសរបស់អ្នកនយោបាយខ្មែរពីជំនាន់មួយទៅជំនាន់មួយចំណុចសំខាន់ទី1គឺការឆ្លុះបញ្ចាំងអំពីវប្បធម៌មិនទទួលខុសត្រូវរបស់អ្នកនយោបាយជាទូទៅអ្នកនយោបាយខ្មែរច្រើនតែមិនសូវចេះទទួលខុសប៉ុន្តែពូកែទទួលយកខាងត្រូវជាក់ស្ដែងបើទោះបីជាប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍យ៉ាងរង្គាលបែបនេះក៏ដោយក៏មានដឹកនាំខ្មែរក្រហមតែងតែបដិសេធមិនទទួលខុសត្រូវនិងតែងទម្លាក់កំហុសទៅលើអ្នកស្លាប់ឬក៏ទៅលើបរទេសទៅវិញចំណែកឯខ្លួនឯងគឺជាអ្នកស្អាតស្អំតែរហូតវប្បធម៌នេះប្រហែលជាមិនទាន់ផុតរលត់នៅឡើយទេចំណុចសំខាន់ទី2គឺវាឆ្លុះបញ្ចាំងអំពីរបៀបធ្វើនយោបាយយកតែឈ្នះដោយមិនបានគិតគូរពីសមត្ថភាពដឹកនាំប្រទេសយ៉ាងណានោះឡើយជាទូទៅនៅពេលដណ្ដើមអំណាចគ្នាអ្នកនយោបាយគិតតែធ្វើយ៉ាងណាឲ្យតែឈ្នះលើគូបដិបត្តិបើទោះបីជាមធ្យោបាយណាក៏ដោយចុះរាប់ទាំងការកាប់សម្លាប់ឬក៏ការពឹងពាក់បរទេសផងពួកគេមិនសូវគិតគូរពីទស្សនវិស័យវែងឆ្ងាយនិងការពង្រឹងរចនាសម្ព័ន្ធដឹកនាំថាត្រូវធ្វើយ៉ាងដូចម្តេចដើម្បីធានាឲ្យប្រទេសជាតិរីកចម្រើនទៅមុខនៅពេលដែលខ្លួនឡើងកាន់អំណាចនោះទេ
ដូច្នេះហើយបានជានៅពេលទទួលបានអំណាចក្នុងដៃហើយពួកគេក៏បណ្ដោយតាមយថាកម្មចំណុចសំខាន់ទី3គឺថ្នាក់លើគ្រប់គ្រងថ្នាក់ក្រោមមិនបានល្អរីឯថ្នាក់ក្រោមខុបខិតគ្នាប្រព្រឹត្តមិនល្អហើយក៏រាយការណ៍ភូតកុហកមកថ្នាក់លើនេះក៏ជាបច្ចុប្បន្នភាពមួយដែលមិនទាន់ផ្លាស់ប្ដូរប៉ុន្មាននៅឡើយដែរសម្រាប់ឆាកនយោបាយប្រទេសកម្ពុជាអ្នករងគ្រោះគឺជាប្រជាជនតូចតាចចំណែកឯអ្នកនយោបាយវិញបានត្រឹមទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកតែប៉ុណ្ណោះទីបំផុតអ្នកធំប្រកែកយករួចខ្លួនហើយប្រសិនបើត្រូវដាក់ទោសវិញគឺអ្នកក្រមបង្គាប់ជាអ្នកទទួលទោសជំនួសសរុបមកវិញដោយឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជាអស់ទាំងនេះបរិស្ថាននយោបាយប្រទេសកម្ពុជាគួរតែត្រូវបានកែលម្អដើម្បីធានាឲ្យការធ្វើនយោបាយបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនពិតប្រាកដផ្ទុយទៅវិញប្រសិនបើគេមិនព្រមសិក្សាដកបទពិសោធន៍ពីបញ្ហាទាំងអស់នេះទេប្រវត្តិសាស្ត្រច្បាស់ជានឹងច្រំដែលគ្មានទីបញ្ចប់ឡើយបទយកការដូចយើងបានជម្រាបជូនរួចមកហើយគឺនៅថ្ងៃ31តុលាម្សិលមិញជាថ្ងៃដែលតម្រូវឲ្យអតីតមេខ្មែរក្រហមកម្ពុជាខ្មែរក្រហមលោកនួនជានិងលោកខៀវសំផនឡើងថ្លែងការណ៍នៅសម្ដីចុងក្រោយលើសំណុំរឿង002វគ្គទី1ស្ដីពីបទចោទប្រកាន់ជំនះប្រជាជនដោយបង្ខំនិងការសម្លាប់មន្ត្រីរដ្ឋការសម័យខ្មែរក្រហមប៉ុន្តែពលរដ្ឋទាំងក្មេងទាំងចាស់ប្រុសស្រីដែលធ្លាប់ហាយឆ្លងកាត់ខ្មែរក្រហមនិងអ្នកដែលមិនឆ្លងកាត់របបនេះមកពីគ្រប់ទិសទីបានសម្ដែងក្តីសោកស្ដាយចំពោះការមិនទទួលស្គាល់កំហុសរបស់មេដឹកនាំខ្មែរក្រហមដែលនៅសេសសល់ទាំងពីររូបគឺនួនជានិងខៀវសំផនយើងស្ដាប់បទយកការរបស់ស៊ុនមេសាผมปูมีโตโตแต่เรียบจำให้ตุ้มเจอมาจากมาโจขังขนมนะกรมจำเครียบอ่ะโอ้จำดาบได้ยึดจำดาบให้ในថ្ងៃទី31តុលានេះអង្គសាវនាការសួរដេញដោលបិទបញ្ចប់សំណុំរឿង002ដំណាក់កាលទី1បានចាប់ផ្ដើមដែលមានពលរដ្ឋខ្មែរជាច្រើនរយនាក់បានតម្រង់ជួរជាជួរចូលទៅកាន់សាលាក្តីខ្មែរក្រហមដើម្បីស្ដាប់ចម្លើយរបស់អតីតមេដឹកនាំកម្ពុជាខ្មែរក្រហមដែលជាអ្នកទទួលខុសត្រូវក្នុងរបបកាប់សម្លាប់យ៉ាងមុនទៀតកាលពីឆ្នាំ1975ដល់ឆ្នាំ1979សាវនាការនេះថ្ងៃនេះគឺជាវេនរបស់លោកនួនជាដែលជាអនុលេខាបកគុំនៃកម្ពុជាដែលគ្រប់គ្រងប្រទេសនាសម័យនោះនិងលោកខៀវសំផនដែលជាប្រមុខរដ្ឋក្នុងសម័យនោះដែរហើយថ្ងៃនេះគឺជាចម្លើយរបស់ជនជាប់ចោទទាំងពីរដែលត្រូវឆ្លើយទៅអង្គចៅក្រមវិញចំពោះការចោទប្រកាន់ក្នុងករណី002វគ្គទី1នេះទាំងលោកនួនជានិងលោកខៀវសំផនបានអង្គុយនៅក្នុងរង្វង់កញ្ចក់សេះក្នុងសាលអង្គសាវនាការបានអាននៅចម្លើយរបស់ខ្លួនមួយសន្លឹកម្ដងដែលមានទៅមុខហាក់ដូចជាមិនភិតភ័យអ្វីនោះទេប្រធានសភាតំណាងប្រជាជនកម្ពុជាក្រោយពេលរំដោះនៅថ្ងៃ17មេសាឆ្នាំ1975ខ្ញុំត្រូវបានជ្រើសឲ្យធ្វើជាប្រធានសភាតំណាងប្រជាជនកម្ពុជាតាមផ្លូវច្បាប់នៅក្នុងគោលនយោបាយនេះខ្ញុំទទួលខុសត្រូវក្នុងការអនុម័តបានតាមទ្រឹស្ដីនៃរបបកុម្មុយនីសការដឹកនាំប្រទេសនៃរបបកម្ពុជាប្រជាធិបតេយ្យក៏ដូចជាប្រទេសកុម្មុយនីសផ្សេងទៀតដែរគឺមានបកដឹកនាំនិងរដ្ឋគ្រប់គ្រងប្រទេសក្នុងថ្ងៃនេះបកផ្ដល់ជាគោលការណ៍សម្រាប់ដឹកនាំចំណែករដ្ឋវិញគឺសំដៅទៅលើរដ្ឋាភិបាលឬនីតិប្រតិបត្តិដែលជាអ្នកមានអំណាចគ្រប់គ្រងប្រទេសទាំងមូលនិយាយឲ្យចំទៅមានតែរដ្ឋាភិបាលទេដែលមានអំណាចពេញលេញក្នុងការបញ្ជាឬលោកនួនជាបងធំទី2ក្នុងសម័យខ្មែរក្រហមនៅតែឆ្លើយមិនទទួលស្គាល់អំពីការកាប់សម្លាប់ក្នុងរបបដែលខ្លួនដឹកនាំនោះឡើយរីឯលោកខៀវសំផនវិញក៏បានឆ្លើយបដិសេធមិនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់រង្គាលនៅពលរដ្ឋខ្មែរប្រមាណជាង2លាននាក់ក្នុងរបបដឹកនាំរបស់ខ្លួននោះទៀតការឆ្លើយមិនទទួលស្គាល់ពីការកាប់សម្លាប់រង្គាលយ៉ាងដូចនេះធ្វើឲ្យប្រជាពលរដ្ឋដែលជាអ្នកចូលស្ដាប់ក្នុងសាវនាការមានការខឹងសម្បាព្រោះតែគ្មានអ្នកណាម្នាក់អាចរស់នៅដោយងាយស្រួលនិងគ្មានអ្នកណាម្នាក់ដែលមិនបានបាត់បង់បងប្អូនសាច់ញាតិក្នុងរបបខ្មែរក្រហមនោះទេគឺគាត់អានេះព្រមតែគាត់ចង់ដោះសារធ្វើម៉េចដើម្បីឲ្យខ្លួនគាត់នឹងបានរួចខ្លួនគាត់មិនដូចថាគាត់ថាគាត់ខុសអីគាត់មិនចង់ថាខ្លួនគាត់ខុសទេគាត់ចង់ថាខ្លួនគាត់នឹងជាអ្នកត្រូវតែតាមពិតបើសិនតែយើងរងថ្ងៃខ្ញុំឧបមាថា
រៀនថាដើរជើងបើសិនតែខ្លាប់ធ្វើអញ្ចឹងតើអ្នកណាជាអ្នកធំជាងគេគឺមានតែគាត់បើគាត់មិនដាក់ជាមិនគេហ៊ានសម្លាប់ជាការឆ្លើយបញ្ជាក់ពីស្ត្រីម្នាក់មកពីខេត្តពោធិ៍សាត់ឈ្មោះប៊ិនស៊ីវឡាដែលបានបាត់បង់បងប្អូនចំនួន11នាក់ក្នុងរបបសម័យខ្មែរក្រហមអ្នកស្រីបន្ថែមថាតែគឺខ្ញុំនៅសម័យ5នេះគឺខ្ញុំរៀនបានឌីប្លូមសម័យនោះហើយធ្វើបានខ្ញុំនឹងធ្វើបានមែនទែនគឺថាដូចថាយមរងសម្រាប់ចោលរងយកទៅរៀបដូចថាចង់ឲ្យយើងរៀបអាពាហ៍ពិពាហ៍អញ្ចឹងដឹកយើងយកទៅយកហើយដល់យើងអត់ព្រមរៀបអាពាហ៍ពិពាហ៍អញ្ចឹងគាត់ចោទយើងថាយើងនឹងខ្លាំងយើងនឹងទៅត្រង់អញ្ចឹងហើយយើងរត់គេចវិញអញ្ចឹងគឺថាសពបែបយ៉ាងអញ្ចឹងគឺខ្ញុំថាខ្ញុំមិនចង់ឲ្យគាត់នឹងដូចថាមានទោសទេខ្ញុំចង់ឲ្យប្រហារជីវិតទៀតខ្ញុំនិយាយអញ្ចឹងព្រោះគឺបាត់ខ្ញុំណាការអត្តន័យសាលាក្តីថ្ងៃនេះគឺថាសាលាក្តីយើងចង់ឲ្យដាក់ទោសទម្ងន់ទៅលើលោកនួនជានឹងគឺថាចង់ធ្វើយ៉ាងម៉េចឲ្យនួនជានឹងជាប់ទោសរហូតអត់មានឲ្យរួចបានទេខ្ញុំចង់អញ្ចឹងហើយបើតាមយោបល់ខ្ញុំដែលជាប្រជាពលរដ្ឋខ្ញុំមិនចង់ឲ្យគាត់នឹងជាប់ទោសទៀតខ្ញុំចង់ឲ្យគេប្រហារជីវិតចោលខ្ញុំនិយាយចឹងព្រោះគាត់នេះគឺថាជាមេដឹកនាំមួយដែលប្រហារជីវិតគ្រួសារនៅក្នុងប្រទេសកម្ពុជានឹងស្លាប់អស់រាប់លាននាក់ចាដល់គ្រួសារខ្ញុំជាដើមខ្ញុំសោកស្ដាយណាស់ព្រោះអីគ្រួសារខ្ញុំសូម្បីតែជីតាខ្ញុំអាយុដល់73ឆ្នាំគាត់យកទៅសម្លាប់ចោលនឹងគឺគាត់វាយនឹងស្បូនចោលចាគាត់កាត់ដៃកាត់ជើងចោលណារហូតដល់ពេលដែលយើងដឹងកន្លែងគាត់នឹងបានតែក្បាលហើយជើងមួយយកមកចោលអរិភាពចុះចំណែកឯបរិសុទ្ធវ័យ67ឆ្នាំឈ្មោះឌីឡាយមកពីខេត្តតាកែវវិញទោះអ្វីទាំងអស់វាកើតមានពីអ្នកធំបញ្ជារបបសម័យពលពតគឺបញ្ជាដាច់ខាតទាំងអ្នកក្រោមចាំតែធ្វើណាធ្វើមិនបានឲ្យយកទៅរៀនបាយចោលទៀតមិនទទួលស្គាល់ទាំងនោះបញ្ជាក់ថាគាត់ជាមនុស្សទុច្ចរិតមែនតើយករួចទៅខ្លួនចំណែកឯបុរសវ័យ59ឆ្នាំម្នាក់ទៀតដែលកំពុងអង្គុយនៅលើកៅអីយកដៃទាំងពីរក្តាប់ចូលគ្នាដាក់លើជើងទាំងពីរនោះលោកកឹមខួនដែលបានបាត់បង់ឪពុកម្នាក់និងបងប្រុសម្នាក់ក៏មានប្រតិកម្មយ៉ាងខ្លាំងចំពោះសម្ដីមេដឹកនាំទាំងពីរនេះដែរថាខ្ញុំបាត់បង់ឪពុកម្នាក់ហើយនិងបងប្រុសម្នាក់ចំនួនប៉ុលពតរបបនឹងគឺរបបខូខូបំផ្លាញពូជសាសន៍ដែលខ្ញុំធ្លាប់ដឹងកន្លងមកនឹងគឺការពិតណាបាទអត់មានអីប្រែក្រឡាស់បានទេមិនអាចថាជាអ្នកជាប់ចោតអីទេអានឹងវាជាអ្នកបំផ្លាញពូជសាសន៍ឯងទាំងដងបាទជនជាប់ចោតអានឹងវាមិនមែនជាជនជាប់ចោតទេវាជាអ្នកបំផ្លាញពូជសាសន៍ឯងទាំងបាទខ្ញុំជឿចិត្តហើយពាក្យនេះក៏មិនមែនជាពាក្យពិតដែរបាទពូថកុហកចំនួននឹងណាក៏ត្រូវរងទុក្ខវេទនាដោយសារតែចំនួន3ឆ្នាំ8ខែ20ថ្ងៃគ្រប់គ្នាมันអាចអ្នកណាបំភ្លេចបានយកដៃទ្រចង្ការភ្នែកកំពុងមើលទៅកញ្ចក់ទូរទស្សន៍ដែលបានដាក់ផ្សាយបន្តផ្ទាល់ពីបន្ទប់សវនាការព្រោះតែសវនាការចង្អៀតនោះយុវជនអ៊ុំប៉ុណ្ណរិទ្ធអាយុ16ឆ្នាំដែលជាសិស្សថ្នាក់ទី12មកពីវិទ្យាល័យខេត្តពោធិ៍សាត់បានមកតាមដានសវនាការនេះតាំងពីព្រឹកមកក៏បានបញ្ជាក់ថាវាជាការសោកស្ដាយណាស់ដែលមេដឹកនាំក្នុងសម័យមួយមិនបានសារភាពពីអ្វីដែលខ្លួនបានធ្វើខុសនោះខ្ញុំសោកស្ដាយព្រោះគាត់ជាមេដឹកនាំគាត់ត្រូវតែមាន